តើសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងលែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិកដែរឬទេក្នុងកលៈទេសៈបច្ចុប្បន្ននេះចង់បានការប្រឹក្សានិងការបង្រៀនទិញលក់ហាងឆេងមាសជាមួយនឹងអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំលោកអ្នកអាចតាក់ទងតាមរយៈលេខ Telegram ខាងក្រោមនេះបានសូមជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីជួបគ្នាសារជាថ្មីដែលថ្ងៃនេះយើងមកតាមដានទាំងអស់គ្នានៅទំនោររបស់ប្រាក់ដុល្លារអាមេរិកនិងតម្លៃប្រេងថាតើនឹងមានឱកាសឡើងស្របគ្នាដោយការពីពេលកន្លងទៅដែរឬទេបាទចាត់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងនៅថ្ងៃទី1មីនាមកតម្លៃប្រាក់ដុល្លារនិងប្រេងដែលធ្លាប់ដើរបញ្ច្រាស់គ្នានោះបានប្រគៀកស្មើគ្នាដើរស្របគ្នាត្រឡប់មកវិញដោយសារការរាំងស្ទះនៃការគ្រប់គ្រងប្រេងសកលនិងតម្រូវការប្រាក់ដុល្លារជាទ្រព្យសុវត្ថិភាពការឆក់ឱកាសវិនិយោគអំឡុងក្តីរំពឹងនៃការដំឡើងអត្រាការប្រាក់និងតម្រូវការចាំបាច់ផ្សេងៗថ្មីនេះរូបិយប័ណ្ណដុល្លារអាមេរិកបានស្រុតចុះប្រមាណ 2% ក្រោយធនាគារកណ្ដាលសហរដ្ឋអាមេរិកមិនបានផ្ដល់ជំហររឹងមាំក្នុងការដំឡើងអត្រាការប្រាក់នោះទេខណៈដែលតម្លៃប្រេងបានដាំក្បាលចុះជាង 23% ពីតម្លៃ$102ក្នុង1បារ៉ែលបន្ទាប់ពីភាពតានតឹងនៅមជ្ឈិមបូព៌ាបានធូរស្រាលជាងមុនហើយគិតត្រឹមម៉ោង 10 ព្រឹកថ្ងៃសុក្រនេះប្រេងឆៅ Brent កំពុងជួញដូរនៅក្នុងចន្លោះតម្លៃ$87ក្នុង1បារ៉ែលតើសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងលែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិកដែរឬទេក្នុងកលៈទេសៈបច្ចុប្បន្ននេះជាការវិភាគក្នុងស្ថានភាពបច្ចុប្បន្នភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ចាប់ផ្ដើមបង្ហាញសញ្ញាថមថយឥទ្ធិពលដែលបណ្ដាលឲ្យតម្លៃប្រេងហក់ឡើងខ្ពស់និងប៉ះពាល់ការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកវិញហើយមូលហេតុអ្វីបើយើងវិភាគនៃចលនាតម្លៃប្រេងឆៅ Brent ធ្លាប់បាញ់ឡើងខ្លាំងបំផុតដល់តម្លៃ$126ក្នុង1បារ៉ែលឡើងប្រមាណជាង 73% នៅថ្ងៃទី30ខែមេសានឹងបានដាំក្បាលចុះមកវិញស្មើដើមនៃថ្ងៃចាប់ផ្ដើមសង្គ្រាមនៅអ៊ីរ៉ង់ដែលបានធ្លាក់មកដល់តម្លៃ$71ក្នុង1បារ៉ែលវិញនាថ្ងៃទី1ខែកក្កដាដែលស្រុតចុះជាង 73% មកវិញដែរតែជាការគួរឲ្យភ្ញាក់ផ្អើលអាមេរិកបានបើកការវាយប្រហារជុំទី2នៅថ្ងៃទី7ខែកក្កដាលើអ៊ីរ៉ង់យ៉ាងខ្លាំងក្លាមិនចាញ់ជុំទី1នោះទេប៉ុន្តែតម្លៃប្រេងបានឡើងត្រឹមតែ$102ក្នុង1បារ៉ែលតែប៉ុណ្ណោះចំណែកប្រាក់ដុល្លារដែលធ្លាប់ទទួលកម្លាំងវិជ្ជមានពីសង្គ្រាមមួយនេះក៏ប្រែប្រួលដែរគឺកម្លាំងឡើងនឹងចុះខ្លាំងបច្ចុប្បន្ននោះគឺផ្ដោតសំខាន់លើទិន្នន័យសេដ្ឋកិច្ចក្នុងសហរដ្ឋអាមេរិកនិងតម្រុយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកជាងសង្គ្រាមនៅមជ្ឈិមបូព៌ាជាការសង្យោគនៃការវិភាគកត្តាសង្គ្រាមនៅមជ្ឈិមបូព៌ាបានបន្ថយឥទ្ធិពលលើតម្លៃប្រេងហើយក្នុងបច្ចុប្បន្នដោយជាក់ស្ដែងតម្លៃប្រេងគឺស្ថិតនៅក្នុងចន្លោះតម្លៃ$100ទៅ$70ក្នុង1បារ៉ែលបើទោះបីជាមានភាពតានតឹងខ្លាំងដូចមុនក៏ដោយតែតម្លៃប្រេងមិនបានឡើងខ្លាំងដូចមុនដែរកត្តានេះបានកាត់បន្ថយសម្ពាធអតិផរណាសហរដ្ឋអាមេរិកស្របពេលដែលទិន្នន័យសំខាន់ចេញផ្សាយមកអវិជ្ជមានផងនោះហើយបច្ចុប្បន្ននេះវិនិយោគិនសកលគឺផ្ដោតសំខាន់លើជំហររបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនាកិច្ចប្រជុំខែក្រោយនេះថាតើរក្សាអត្រាការប្រាក់ឬដំឡើងអត្រាការប្រាក់នោះហើយគឺជាការកំណត់ទិសដៅប្រាក់ដុល្លារនិងតម្លៃមាសយ៉ាងជាក់លាក់តែម្ដងបាទបទវិភាគរបស់ខ្ញុំសូមបញ្ចប់ត្រឹមនេះ